សួស្តីជំរាបសួរបងប្អូនជាទីស្រឡាញ់និងជាទីរាប់អានទាំងអស់គ្នាផងដែរបាទនៅពេលដែលព្រឹកព្រលឹមក្រោកពីគេងព្រឹកមិញណាបាទហើយក៏ចាប់ផ្ដើមធ្វើការស្រោចដើមផ្កានិងរុក្ខជាតិផ្សេងនៅមុខផ្ទះក៏ឃើញដើមលុយណាឃើញមាន8បាទឃើញមាន8ស្លឹកមួយធាងនៃតោងស្លឹកហ្នឹងគឺមាន8បាទគឺមានច្រើនតោងមែនតើជាទូទៅសម្រាប់បងប្អូនដែលគាត់មានភាពជឿជាក់ទៅលើអបិយជំនឿឬក៏តាំងពីបុរាណកាលមកសម្រាប់បងប្អូនដែលគាត់ធ្វើការដាំដើមលុយឬក៏ដើមរាសីផ្សេងដែលចេញផ្កាឬក៏មានសភាពស្លឹកធាងនៃ8ស្លឹកនៃដើមលុយសបញ្ជាក់ថានឹងទទួលបានមានលៀបមានជ័យសេរីសួស្តីលុយហូរចូលរកស៊ីប្រកបមុខរបរផ្សេងទទួលបានលទ្ធផលល្អគាត់ប្រសើរជាមួយនឹងការដែលយើងអនុវត្តធ្វើនិងការលក់ដូរផ្សេងយើងត្រូវតែមានក្រមសីលធម៌សុជីវធម៌បាទចំណុចសំខាន់គឺយើងត្រូវឲ្យគុណតម្លៃជាមួយភ្ញៀវនិងជាមួយអ្នកលក់បាទត្រូវមានការប្រើប្រាស់ការប្រស្រ័យតាក់ទងគ្នាទាំងកាយវិការទាំងសម្ដីពីព្រោះមនុស្សយើងម្នាក់ពេលដែលយើងជួបគ្នាដំបូងគឺភាគច្រើនមនុស្សម្នាក់នោះនឹងធ្វើការសម្លឹងទៅលើមុខរបស់បុគ្គលម្នាក់ទៀតបាទអញ្ចឹងនៅពេលដែលយើងផ្ដល់ស្នាមញញឹមទៅដល់បុគ្គលណាម្នាក់នោះបុគ្គលម្នាក់ទៀតនឹងផ្ដល់ស្នាមញញឹមមកយើងវិញបើយើងចេះជំរាបសួរបុគ្គលម្នាក់នោះបុគ្គលម្នាក់នោះនឹងចេះជំរាបសួរមកយើងវិញបើយើងចេះសុំទោសបុគ្គលម្នាក់នោះបុគ្គលម្នាក់នោះនឹងចេះសុំទោសមកលើយើងវិញហើយនៅពេលដែលយើងជួបនរណាម្នាក់សរសើរអូស្អាតមែនតែនសក់ខ្មៅរលោងបាទថ្ងៃនេះឃើញសភាពល្អមែនតើនៅពេលដែលយើងជួបគ្នាភ្លាមយើងសរសើរគាត់នឹងផ្ដល់សេចក្តីរំភើបនិងធ្វើការសរសើរយើងមកវិញដែរអញ្ចឹងសំណួរវាបានឆ្លោះបញ្ចាំងអំពីគុណតម្លៃនៃជីវិតដែលបញ្ជាក់ថាបុគ្គលម្នាក់នោះមានក្រមសីលធម៌សុជីវធម៌និងមេត្តាធម៌ត្រឹមត្រូវទើបអ្វីគ្រប់បែបយ៉ាងដែលយើងរស់នៅក្នុងសង្គមវាមានលៀបមានជ័យនៅសេរីសួស្តីដូចជាស្លឹកឈើនៃរុក្ខជាតិដើមលុយដែលបញ្ជាក់អំពីចេញរូបរាងជា8បាទ8សន្លឹកនៃធាងមួយបញ្ជាក់ថាយើងនឹងមានឱកាសក្នុងការបង្កើតប្រាក់ចំណូលលុយហូរចូលសម្រាប់បងប្អូនឃើញវីដេអូនេះហើយជួយធ្វើការ share និង follow page និងទទួលបានជោគជ័យលាភសំណាងដូចគ្នាផងដែរបាទជូនពរបងប្អូនជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទសូមអរគុណ